សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំស្ងោរងាំងើឆ្អឹងទាខ្ញុំចូលចិត្តលាយរំដេងស្លឹកក្រូចហើយនិងគល់ស្លឹកគ្រៃបន្ទាប់មកខ្ញុំដាំទឹកឲ្យពុះខ្ញុំស្រោចឆ្អឹងទាឲ្យលាងទឹក4 5ទឹកទៀតលាងមួយទឹកក្តៅបងប្អូនព្រោះអីខ្លាចឆ្អេះគឺខ្ញុំចូលចិត្តលេងបងប្អូនខ្ញុំចូលចិត្តលេងខ្ញុំអត់ចូលចិត្តយកទៅបំពងអីទេខ្លាញ់ខ្ញុំអត់សូវចូលចិត្តអញ្ចឹងនៅពេលដែលខ្ញុំលេងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចឈ្ងុយហើយគឺខ្ញុំដាក់ឆ្អឹងទាចូលគឺខ្ញុំច្បល់ចូលគ្នាអញ្ចឹងបន្ទាប់មកខ្ញុំបន្ថយភ្លើងណាខ្ញុំបើកភ្លើងតិចតិចខ្លាចវាខ្លោចព្រោះខ្ញុំអត់ប្រើប្រេងឆាទេប៉ុន្តែកាលណាយើងបើកភ្លើងតិចតិចហើយយើងគ្របវាទៅចំហាយទឹកវាចេញមកហើយទាវាស្បូរខ្លាញ់អញ្ចឹងខ្ញុំអត់ចូលចិត្តយកទៅបំពងយកទៅឆាយទេខ្ញុំអត់ប្រើប្រេងឆាណាបន្ទាប់មកខ្ញុំដំរំដេងឲ្យវាបែករំដេងនឹងចេញពីទូកកទេអញ្ចឹងខ្ញុំដាក់ទឹករំងាស់ឲ្យបងប្អូនដាក់គ្រឿងផ្សំទៅបងប្អូនដែលយើងធម្មតាយើងធ្វើងាំងើយើងចេះធ្វើទាំងអស់គ្នាគ្រាន់ថារបៀបខ្ញុំធ្វើបែបនឹងទោះតែខ្ញុំធ្វើងាំងើសាច់មាន់ក៏ខ្ញុំធ្វើបែបនេះដែរហើយងាំងើខ្ញុំនេះ4ឆ្នាំហើយណាបងប្អូនគឺ4ឆ្នាំហើយអញ្ចឹងខ្ញុំដាក់ចូលប្រហែលជា3គ្រាប់ជាមួយទឹកហ្នឹងហើយខ្ញុំអត់មានដាក់ទឹកត្រីអត់មានដាក់អំបិលទេដោយសារអីដោយសារតែក្រូចងាំងើនេះខ្ញុំវាប្រៃហើយវានិយាយរួមមកពួកក្រូចងាំងើនេះទុកកាន់តែយូរគឺកាន់តែឆ្ងាញ់មែនអញ្ចឹងបានខ្ញុំចូលចិត្តធ្វើតែខ្ញុំអត់សូវចូលចិត្តញ៉ាំទេខ្ញុំធ្វើទុកចោលថ្ងៃណាយើងមានយើងយកមកធ្វើហូបទៅហើយពេលដែលខ្ញុំហូបដោយសារទាវាស្បូរជាតិខ្លាញ់អញ្ចឹងខ្ញុំដាក់ឆ្នាំងភ្លើងអញ្ចឹងទៅខ្ញុំហូបផ្ដៅវានៅក្តៅកាលណាយើងដួសដាក់ក្នុងចានហូបតែបន្តិចវាត្រជាក់កកអញ្ចឹងខ្ញុំចូលចិត្តហូបអញ្ចឹងបងប្អូនហើយខ្ញុំអត់មានច្បាច់ក្រូចឆ្មាអីថែមទេព្រោះងាំងើខ្ញុំហ្នឹងគឺមកល្មមហូបហើយមកនិយាយបញ្ចូលសម្លេងហ្នឹងឃ្លានខ្លួនឯងទៀតអីអញ្ចឹងក្នុងវីដេអូនេះមានប៉ុណ្្នឹងទេបងប្អូនសូមជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អជួបគ្នានៅវីដេអូក្រោយៗអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រនៅវីដេអូរបស់ខ្ញុំជម្រាបលា